Yesterday is history, tomorrow is mystery, and today is a gift. ម្សិលមិញគឺជាប្រវត្តិសាស្ត្រថ្ងៃស្អែកគឺជាអាថ៌កំបាំងដែលមិនអាចទាយប៉ុន្តែថ្ងៃនេះគឺជាកាដូសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយនិយាយអំពី Yesterday is history, tomorrow is mystery, and today is a gift អញ្ចឹងមានន័យថាកាលពីម្សិលមិញហ្នឹងគឺជាប្រវត្តិសាស្ត្រនិយាយតកតងជាមួយនឹងម្សិលមិញគឺជាអតីតកាលនៃថ្ងៃនេះអញ្ចឹងមានន័យថាគឺជារឿងដែលយើងបានធ្វើកន្លងរួចហើយខ្ញុំចង់លើកឡើងតកតងជាមួយនឹងរឿងពីអតីតកាលរឿងពីអតីតកាលរឿងដែលយើងបានធ្វើរួចហើយគឺយើងមិនអាចកែប្រែវាសារជាថ្មីបានទេប៉ុន្តែយើងអាចរៀនពីវាបានឧទាហរណ៍ថាបើអ្នកនៅក្នុងអតីតកាលគឺអ្នកបានធ្វើរឿងដែលមិនត្រឹមត្រូវឬក៏អាចថាជាកំហុសនៅកាលពីអតីតកាលអញ្ចឹងសួរថាតើយើងអាចបកពេលវេលាទៅកែប្រែរឿងនឹងបានទៅជាល្អវិញបានទេបាទចម្លើយនោះគឺមិនអាចនោះទេប៉ុន្តែមនុស្សភាគច្រើនគឺតែងតែខ្វល់ខ្វាយពីអតីតកាលដោយមិនបានគិតពីរឿងបច្ចុប្បន្នឥឡូវនេះទេសួរថាហេតុអ្វីបានគិតពីអតីតកាលគឺមានន័យថាមនុស្សតែងតែខ្លាចអៀនខ្មាស់ឬក៏ខ្លាចមានអ្នកដតីពេលជ្រេអីចឹងទៅប៉ុន្តែសួរថាតើអ្នកដតីមានពេលវេលាណាដែលទៅគិតរឿងពីអតីតកាលរបស់អ្នកនោះដោយសារអីអ្នកដតីក៏កំពុងតែខ្វល់ខ្វាយពីរឿងអតីតកាលរបស់ពួកគេដែរអញ្ចឹងហើយសួរថាបើយើងនៅតែខ្វល់ខ្វាយឬក៏ខ្វល់ខ្វាយពីរឿងអតីតកាលដែលយើងបានធ្លាប់តែធ្វើខុសឬក៏មានកំហុសហ្នឹងសួរថាបានអីមកវិញគឺគ្មានបានអីមកវិញនោះទេគឺបានតែសោកសៅឬក៏សៅមងចិត្តនឹងឯងអញ្ចឹងគេនិយាយថាម្សិលមិញគឺជាប្រវត្តិសាស្ត្រមានន័យថារឿងដែលកន្លងហួសបាត់ហើយ Yesterday is history មានន័យថាម្សិលមិញហ្នឹងគឺជាប្រវត្តិសាស្ត្រហ្នឹងគឺយើងបានកន្លងផុតហើយអញ្ចឹងបើទីហៅថាយើងនៅក្នុងអតីតកាលហ្នឹងគឺយើងបានធ្វើកំហុសអញ្ចឹងសួរថាយើងត្រូវធ្វើយ៉ាងម៉េចគឺយើងត្រូវចេះរៀនកែប្រែកំហុសនៅក្នុងពេលបច្ចុប្បន្នអញ្ចឹងរៀនកែប្រែកំហុសនៅពេលបច្ចុប្បន្ននេះគឺមានថាtoday is a gift មានថាគឺជាកាដូនៅក្នុងថ្ងៃនេះបើអ្នកមានកំហុសនៅក្នុងអតីតកាលអញ្ចឹងត្រូវតែរៀនតកតងជាមួយរៀនអំពីកំហុសដែលយើងបានសាងនោះហើយយើងយកមកចាប់ផ្ដើមសារជាថ្មីសួរថាយើងធ្វើទង្វើនឹងខុសអញ្ចឹងយើងកែប្រែទង្វើនឹងវិញទៅកែប្រែទង្វើដូចដែលយើងបានធ្វើខុសហ្នឹងមកនៅក្នុងបច្ចុប្បន្នហ្នឹងគឺយើងធ្វើរឿងហ្នឹងឲ្យល្អវិញហើយកុំទៅធ្វើកំហុសហ្នឹងច្រំដែលមានន័យថាយើងកុំពេលដែលយើងធ្វើទង្វើនឹងខុសហើយយើងអត់ការប្រែទង្វើនឹងទេប៉ុន្តែយើងនៅតែធ្វើរឿងនឹងខុសម្ដងទៀតអញ្ចឹងមានន័យថាបើយើងធ្វើរឿងនឹងខុសម្ដងទៀតគឺយើងនឹងខ្លាចទៅជាមនុស្សល្ងងហើយដោយសារអីធ្វើខុសហើយម្ដងហើយមិនរៀងអញ្ចឹងបើម្ដងហើយយើងដឹងថាខ្លួនឯងខុសហើយនៅតែធ្វើម្ដងទៀតគឺចាត់ទុកថាជាមនុស្សល្ងងហើយគឺមិនមែនជា history ទៀតទេមិនមែនជាប្រវត្តិសាស្ត្រអីទៀតទេគឺជាអ្វីដែលយើងគិតខុសនឹងឯងប៉ុន្តែបើយើងដឹងថាខ្លួនឯងធ្វើខុសហើយយើងបកត្រឡប់មកបច្ចុប្បន្នយើងគិតថាបច្ចុប្បន្នគឺយើងអាចកែប្រែវាបានយើងអាចសម្របសម្រួលឲ្យរឿងហ្នឹងឲ្យរឿងហ្នឹងត្រូវវិញបានអញ្ចឹងអាហ្នឹងគឺជាថ្ងៃនេះគឺជា gift គឺជាកាដូដែលយើងអាចកែប្រែកំហុសដែលយើងបានធ្វើកាលពីកន្លងពីអតីតកាលនោះឯងអញ្ចឹងគួរមនុស្សគ្រប់រូបគឺមានជីវិតខ្លីមែនតើអញ្ចឹងយើងគួរណាស់តែរៀនរស់នៅក្នុងបច្ចុប្បន្នកាលឲ្យកាន់តែមានន័យទៅសួរថាបើយើងនៅគិតរឿងពីអតីតកាលមកទៀតយើងក៏មិនអាចកែប្រែអតីតកាលយើងបានដែរអញ្ចឹងធ្វើយ៉ាងណាបើយើងនៅមានជីវិតទៅហើយ
cứ dương trâu thôiอย่างmấy rùa nó không bắt chước bọn cá riêng rùa nó không bắt chước bọn cá oi ban sập bằng prong từ đời xa tai chỉ vật dưỡng cứ mơ mình khơi thì việc lấy nè hay chỉ vật dưỡng có mình ai đăng thả miên chít còi tiệt đài chẳng nó không ngày nít cứ dương ban bằng bao nhiêu rương lọ muối rư co rương đào trong trâu muối cài cầm hộp bị ở tay tạc cao máu chẳng miên tha dương chia mình nốt đà riêng che oi cái đồ luôn ái nó không ngày này rư co bắt chước bọn cá lâu này anh và nó trong video này cứ miên tay bằng năng tế hay nhận từng ở cái này để bạn đáp đó chopជួយ subscribe អ្នកមួយផងបើពេញចិត្តជួយ like និង comment អ្នកមួយផងបាទអរគុណច្រើន